ស្ដីមិត្តអ្នកស្ដាប់ជាទីគោរពសូមស្វាគមន៍មកកាន់ Channel សំឡេងខ្មែរជា Channel ដែលចែករំលែកអំពីវិន័យសិលធម៌និងគំនិតដើម្បីភាពជោគជ័យក្នុងជីវិតថ្ងៃនេះយើងនឹងមកស្វែងយល់អំពីប្រធានបទមួយដែលមនុស្សជោគជ័យគ្រប់រូបមិនអាចខ្វះបាននោះគឺវិន័យមនុស្សជាច្រើនគិតថាវិន័យជាការបង្ខិតបង្ខំជាការរឹតបន្តឹងជាការលំបាកប៉ុន្តែវិន័យប្រកបណាស់មិនមែនជាការបង្ខិតបង្ខំខ្លួនឯងនោះទេប៉ុន្តែវិន័យគឺជាការយល់ដឹងថាត្រូវធ្វើអ្វីនិងធ្វើវាទោះបីមិនមានអ្នកមើលក៏ដោយវិន័យគឺការគ្រប់គ្រងខ្លួនឯងមុននឹងឲ្យអារម្មណ៍គ្រប់គ្រងយើងមនុស្សគ្មានវិន័យរស់តាមអារម្មណ៍ធ្វើតាមចិត្តថ្ងៃនេះចង់ធ្វើគឺធ្វើថ្ងៃណាមិនចង់ធ្វើគឺបោះបង់តែមនុស្សមានវិន័យធ្វើអ្វីដែលត្រូវធ្វើមិនថាចង់ឬមិនចង់ក៏ដោយនេះហើយគឺជាភាពខុសគ្នារវាងមនុស្សធម្មតានិងមនុស្សជោគជ័យវិន័យមិនចាប់ផ្ដើមពីរឿងធំៗនោះទេវាគឺចាប់ផ្ដើមពីរឿងតូចៗក្នុងជីវិតប្រចាំថ្ងៃដូចជាការក្រោកពីដំណេកតាមម៉ោងកំណត់ការគោរពពេលវេលាបញ្ចប់ការងារដែលបានចាប់ផ្ដើមគ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទនិងរក្សាពាក្យសន្យាជាមួយខ្លួនឯងរឿងតូចៗទាំងនេះហើយបើអ្នកធ្វើជារៀងរាល់ថ្ងៃវានឹងបង្កើតជាជីវិតថ្មីមួយដោយអ្នកខ្លួនឯងមិនបានដឹងខ្លួនផងវិន័យគឺជាស្ពានភ្ជាប់រវាងគោលដៅនិងលទ្ធផលមនុស្សជាច្រើនមានសុបិនដូចគ្នាតែមានតែអ្នកមានវិន័យទេដែលអាចដើរដល់គោលដៅបានគ្មានវិន័យគឺគ្មានគោលដៅគ្រាន់តែជាការស្រមើស្រមៃការមានវិន័យក្តីស្រមៃនឹងក្លាយជាការពិតសូមកុំរងចាំឲ្យមានអារម្មណ៍ល្អសិនទើបចាប់ផ្ដើមធ្វើព្រោះអំពើល្អកើតឡើងបន្ទាប់ពីការធ្វើមិនមែនកើតឡើងមុនធ្វើនោះទេវិន័យមិនសួរថាថ្ងៃនេះអ្នកមានអារម្មណ៍ល្អឬមិនល្អនោះទេផ្ទុយទៅវិញវិន័យតែងតែសួរថាថ្ងៃនេះអ្នកបានធ្វើអ្វីដែលត្រូវធ្វើរួចហើយឬនៅពេលដែលអ្នកអនុវត្តវិន័យអ្នកកំពុងសាងការគោរពខ្លួនឯងអ្នកនឹងចាប់ផ្ដើមជឿលើខ្លួនឯងកាន់តែច្រើនព្រោះអ្នកមិនទម្លាក់ខ្លួនឯងតទៅទៀតទេវិន័យមិនត្រឹមតែបដូរទម្លាប់របស់យើងនោះទេប៉ុន្តែវាបដូរអត្តសញ្ញាណរបស់មនុស្សម្នាក់ៗពីមនុស្សដែលធ្លាប់បោះបង់ឆាប់ចុះចាញ់ទៅជាមនុស្សដែលមិនងាយចុះចាញ់ចុងក្រោយនេះសូមចងចាំថាវិន័យមិនធ្វើឲ្យជីវិតអ្នកតឹងរ៉ឹងនោះទេវិន័យធ្វើឲ្យជីវិតអ្នកមានសេរីភាពពីបំណុលសេរីភាពពីការស្ដាយក្រោយសេរីភាពពីជីវិតគ្មានគោលដៅហើយសេរីភាពនោះហើយចាប់ផ្ដើមពីការគ្រប់គ្រងខ្លួនឯងនៅថ្ងៃនេះសូមអរគុណសម្រាប់ការស្ដាប់នេះគឺជាសំឡេងខ្មែរសំឡេងអប់រំវិន័យនិងសីលធម៌ដើម្បីជីវិតប្រសើរជាងម្សិលមិញបើអ្នកចូលចិត្តមាតិកាបែបនេះសូមចុច Subscribe និងចែករំលែកទៅកាន់អ្នកជាទីស្រឡាញ់របស់អ្នកសូមអរគុណ